ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាទីស្រឡាញ់ថ្ងៃនេះមានមុខម្ហូបមួយមុខទៀតឲ្យបងប្អូនតែមុននឹងបានមុខម្ហូបមួយមុខថតជូនបងប្អូនទស្សនានឹងបងប្អូនយើងត្រូវតែប្រមូលប្រម៉ែប្រមូលផ្សាយផ្សំគ្រឿងក្រូចជាច្រើនដែលយើងបំរុងនឹងស្លហូបដល់បងប្អូនតែនេះបងប្អូនមកពីលក់វិញអាស្លយើងស្លទុកហ្នឹងយកមកដល់យើងអង្គុយហូបបងប្អូនដោយសារទេតម្រង់បានហូបបងប្អូនអើយបងមួយឥឡូវមកដល់យើងអង្គុយហូបបងប្អូនហើយនេះមុននឹងបានស្លយើងទៅបេះស្លឹកម្រះព្រៅបងប្អូនព្រោះអីស្លម្ជូរគ្រឿងម្ទេសផ្លោកត្រូវការស្លឹកម្រះព្រៅបងប្អូនចំពោះគ្រួសារនឹងខ្ញុំចូលចិត្តណាស់ស្លម្ជូរគ្រឿងម្ទេសផ្លោកបងម្រះព្រៅបងប្អូនហើយខែនេះបងប្អូនអើយម្រះព្រៅវាលាស់ខ្ចីអរវួតបងប្អូនត្រូវទឹកភ្លៀងនោះមិនបាច់ស្រោចទឹកទេហើយដំណាំម្រះព្រៅនេះក៏ធន់នឹងការវាធន់មែនតើបងប្អូនខែក្តៅប្រាំងស្ងួតយ៉ាងណាក៏វារស់ដែរបងប្អូនវាធន់ខ្លាំងណាស់ហើយវាក៏ជាជំនួយដល់ច្រើនបងប្អូនសម្រាប់ជំនួយម្ហូបយើងបងប្អូនធ្វើបានច្រើនមកបងប្អូនខ្ចីទៅអញ្ចឹងបងប្អូនឥឡូវក៏លេខមើលបន្លែយើងបងប្អូននេះបន្ទាប់ពីចិត្តរួចរាល់អស់ហើយយើងចាប់ផ្ដើមលាងជំរះវាឲ្យបងសាច់ជ្រូកសាច់ជ្រូកទៅបងប្អូនឆ្អឹងជ្រូកមកកាត់ឆ្អឹងជ្រូកទីក្រោយបងប្អូនព្រោះនេះយើងលាងឲ្យម្សៅឥឡូវយើងមកកាប់ឆ្អឹងជ្រូកយើងម្ដងទៀតចាំយកទៅលាងម្ដងទៀតបងប្អូនហើយអាសាច់ណាដែលយើងអាចលៃលោកយើងប្រឡាក់ទុកហូបបានដល់ពេលទេបងប្អូនយើងផ្លះវាប្រឡាក់ណាកូនវាអត់សូវចេះហូរសឡអញ្ចឹងយើងអាចផ្លះវាទុកបានមកប៉ាក់បងប្អូនបន្ទាប់ពីហាន់សាច់ជ្រូកឲ្យបងប្អូននេះមកស្លៀតក្តិចអាស្លឹកម្រះព្រៅមិញហ្នឹងបេះឲ្យវាស្លឹកឲ្យស្អាតចឹងមកហើយមាត់ចាប់អូយយ៉ាងល្អឧស្សាហ៍បងប្អូនអើយកូនវាអត់ជួយសោះបងប្អូនវានៅផ្ទះហើយក៏វាមិនជួយថតយើងនេះបងប្អូនឲ្យយើងតែម្នាក់ឯងវិលកំបងមានគ្នាដូចជាអត់គ្នាគិតទៅយើងធ្វើជាស្ត្រីមានផ្ទះមិនងាយទេបងប្អូនធ្វើជាម្ដាយសម័យបច្ចុប្បន្ននេះគឺពិបាកខ្លាំងបងប្អូនពិបាកនឹងណែនាំកូនចៅមែនតើបងប្អូនហើយហត់នឿយខ្លាំងណាស់ហើយថតកាមេរ៉ាក៏ពិបាកទេបងប្អូនដោយសារវាអត់ជួយយើងម្ដងចេះម្ដងចុះឲ្យយើងបើវាជួយយើងបងប្អូនហើយថតដឹងស្អីនៃណាទេគេច្រានប្រអុកហើយយើងចាប់ផ្ដើមដាក់ឆ្នាំងដាក់ខ្លាញ់ដាក់ប្រហុកដាក់គ្រឿងកូរឲ្យឈ្ងុយហើយបាត់ដាក់ឆ្អឹងជ្រូកចូលបងប្អូនអាមិញហ្នឹងវាច្រឡំរៀបដាក់អាសាច់យើងផ្លះទុកប្រឡាក់នោះអញ្ចឹងលើកចេញវិញសិនបងប្អូនវាច្រឡំណាហើយបងប្អូនឲ្យគ្រាន់តែប៉ុណ្្នឹងចាស់ក្លិនមកឲ្យឈ្ងុយបងប្អូនបន្ទាប់ពីរំលីងវារៀងគោកបន្តិចហើយយើងចាប់ផ្ដើមដាក់ទឹកមកជ្រោយទៅបងប្អូនហើយបងប្អូនចូលចិត្តសឡំជូស៊ីកូយបងប្អូនចំពោះខ្ញុំមកសម្បល់ជូស៊ីកូបងប្អូនអើយសម្លម្ជូរគ្រឿងឧស្សាហ៍ស្លបងប្អូនតែយើងពេលខ្លះយើងត្រូវស្លផ្លាស់មុខគ្នារហូតបងប្អូនហើយយើងមិនងាយស្រួលទេបងប្អូនអើយរនឹកខ្ទេចតម្រាំថាយេមុខនេះយើងត្រូវហូបអីវាជាប់គ្នាអត់ធ្វើមិនកុំឲ្យស្លតដដែលបងប្អូនតែនៅដដែលបងប្អូនពី3ថ្ងៃវិលជុំចូលដល់ម្ហូបនឹងដដែលបងប្អូនដាក់អំពិលមកជប់គោជ្រុំហើយដាក់អាម្ទេសផ្លោកបងចូលបងប្អូនម្ទេសផ្លោកបងប្អូនរាល់ដងខ្ញុំភាកច្រើនខ្ញុំស្លអាម្ទេសផ្លោកចាទូចនោះអានឹងឆ្ងាញ់បងប្អូនតែរសារទៅផ្សារថ្ងៃនេះអត់មានអាម្ទេសផ្លោកអត់ទូចហ្នឹងទេមានតែអាប្លែម្ទេសផ្លោកធំហ្នឹងស្លម្ទេសផ្លោកធំបងប្អូនតែគ្រាន់ថាអត់សូវចូលចិត្តដូចជាអាម្ទេសផ្លោកទូចបើម្ទេសផ្លោកទូចគឺស្លឆ្ងាញ់ណាស់បងប្អូនរសជាតិកប់សេរីតែម្ដងណាឡើយនៅគោជ្រុំមើលឲ្យវារៀងទៅពណ៌ស្ពូននេះសពតបន្លែតិចទៅសិនទៅបងប្អូនយើងចាក់ទឹកចូលហើយយើងក្របទុកប្រហែលជា15នាទីគឺឆ្អិនហើយបងប្អូនហើយយើងឆ្លៀតពេលធ្វើការងារនេះការងារនោះបានមកហឹងទេតម្រាំតម្លយើងឆ្អិនយើងហើយការងារបាន2 3មុខទៀតឥឡូវស្លយើងចាប់ផ្ដើមពុះចាប់ផ្ដើមគោមើលបងប្អូនថាវាផុយឥឡូវតែផុយបងប្អូនក្របទុកមកសន្ទុះហើយគឺវាផុយឆ្ងាញ់បងប្អូនពុះកាក់អូយដាក់ម្រះព្រៅចូលភ្លុកបងប្អូនរសជាតិឈ្ងុយឆ្ងាញ់តែម្ដងបងប្អូនហើយវីដេអូខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនអរគុណសម្រាប់ពុកម៉ែបងប្អូនទាំងអស់តែមើលវីដេអូនាងខ្ញុំនឹងតកម្លាំងទៀតឲ្យនាងខ្ញុំរកគ្រប់វីដេអូទាំងអស់អរគុណហេង